ប៊ូដាយឬព្រះពុទ្ធសោតនិមិត្តសញ្ញាដ៏ពេញនិយមនៃព្រះប៊ូដាយត្រូវបានគេស្គាល់ថាជាព្រះពុទ្ធសោតដែលជារឿយៗធ្វើឲ្យមានការយល់ច្រឡំចំពោះប្រវត្តិព្រះពុទ្ធសមណគោតមតាមពិតទៅព្រះប៊ូដាយជាព្រះសង្ឃចិនមួយអង្គមានឈ្មោះថាឈៀស៊ឺដែលត្រូវបានគេនិយាយតគ្នាមកថាព្រះអង្គគង់នៅមានព្រះជន្មនៅប្រហែលសតវត្សទី10ព្រះអង្គមានលក្ខណៈសម្គាល់គឺមានមាឌធំត្រងោលនិងក្បាលពោះដ៏ធំកត់ស្ពាយជាប់ខ្លួនជាមួយនឹងបាវក្រណាត់មួយដែលក្រោយមកគាត់បានទទួលឈ្មោះប៊ូដាយក៏ព្រោះតែលក្ខណៈពិសេសដែលគួរឲ្យចូលចិត្តកម្របានឃើញបានផ្ដល់ឲ្យគាត់នៅឈ្មោះមួយទៀតថាព្រះពុទ្ធសោតឈៀស៊ឺរស់នៅមានលក្ខណៈប្លែកពីគេបន្តិចគាត់ធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទៀតដោយការចែករំលែកភាពសប្បាយរីករាយគ្រប់ទីកន្លែងដែលគាត់ទៅដល់គាត់យកស្ករគ្រាប់ពីក្នុងបាវក្រណាត់របស់គាត់សម្រាប់ចែកឲ្យក្មេងៗនិងអាហារសម្រាប់អ្នកដែលឃ្លានស្រូវសម្រាប់ជនក្រីក្រនិងថ្នាំសង្កូវសម្រាប់អ្នកដែលឈឺគាត់គឺជាមនុស្សដែលនិយាយតិចប៉ុន្តែញញឹមច្រើនគាត់បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដែលមានតម្លៃធំធេងជាងជីវិតនិងបានក្លាយជាអាទិទេពនៃភាពរីករាយនិងសម្បូរសប្បាយពុទ្ធសាសនិកជនជាតិចិនបានចាត់ទុកប៊ូដាយគឺជាការចាប់កំណើតនៃព្រះសិអាមេត្រីគឺជាអនាគតព្រះពុទ្ធអង្គដែលត្រូវបានជឿថាព្រះអង្គនឹងត្រាស់ដឹងបន្ទាប់ពីព្រះពុទ្ធសមណគោតមតាក់ទងនឹងជំនឿនេះទស្សនៈខ្លះយល់ថាត្រូវបានកត់សម្គាល់ចេញមកពីពាក្យរបស់ជីស៊ឺមុនស្លាប់គឺទំនុកច្រៀងលើកសរសើរពីព្រះពុទ្ធសាសនាមានប្រើពាក្យព្រះសិអាមេត្រីរីឯទស្សនៈផ្សេងទៀតយល់ថាគឺដោយសារតែធម្មជាតិនៃសេចក្តីមេត្តានិងការលះបង់ដើម្បីជួយអ្នកដទៃរបស់គាត់សកម្មភាព